baជំរាបសួរបងម៉ែបងប្អូនទាំងអស់គ្នាបាទនៅលើ channel YouTube លឿន LK របស់ខ្ញុំបាទមួយរយៈនេះគឺអត់ដែលបានចេញវីដេអូបង្ហាញអំពីការចិញ្ចឹមទាកប៉ា King របស់ខ្ញុំបាទទេដោយសារអីកប៉ាដែលត្រង់នេះគឺខ្ញុំចាប់អស់ហើយបាទគឺបានបញ្ចេញអស់ហើយបាទខាងនោះគឺទាកាបបាទទាចិញ្ចឹមយកពងណាបាទនៅពេលថ្ងៃចេះខ្ញុំបញ្ចេញវាហើយនេះគឺកប៉ា King របស់យើងដែរប៉ុន្តែវាជាកូនបាទខ្ញុំទៅដាក់ដែរទេនេះខ្ញុំដាក់50ទៀតហើយបាទមើលបើឲ្យបងប្អូនមើលទីសិនបាទខុសល្អដែរតើបងប្អូនហ្នឹងហើយគឺ50នេះបងប្អូននេះហើយយើងដាក់វាអញ្ចឹងបងប្អូនយើងត្រូវខាងអញ្ចឹងវោខែនេះវាធ្លាក់ខ្យល់បាទធ្លាក់ខ្យល់អញ្ចឹងហើយកូនទាឬក៏កូនមន់ហ្នឹងវាមិនត្រូវការខ្យល់ហើយនោះទេដោយសារអីវានឹងធ្វើឲ្យផ្ដាសាយសុខភាពវាអត់ល្អអញ្ចឹងហើយយើងអាចពាត់វាកម្លាំងជុំវិញអញ្ចឹងទៅហើយយើងទុកតែប្រឡោះខាងក្រោមដើម្បីឲ្យវាអាចអីអញ្ចឹងទៅវាធ្លាក់ទៅក្រោមបាទធ្លាក់ខ្លះនៅខ្លះអញ្ចឹងទៅបាទហើយយើងដាក់យប់ឡើងយើងមានពូលកម្ដៅវាអញ្ចឹងដើម្បីកុំឲ្យវាល្ងាបាទព្រោះពេលនៅតូចអញ្ចឹងគឺវាត្រូវការកម្ដៅមែនតើបាទហ្នឹងវាមិនខុសពីដែលថាមេញាស់ដោយសារឲ្យមេណាបាទពេលញាស់មកមេក្រុងរហូតហ្នឹងវាគឺជាកម្ដៅរបស់មេប៉ុន្តែនេះគឺអត់ទេយើងដាក់កម្ដៅស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងហើយពេលថ្ងៃយើងបាត់ធម្មតាអញ្ចឹងទៅបងប្អូនព្រោះថ្ងៃក្តៅហើយយើងកម្ដៅទៅអីទៀតអញ្ចឹងណាបាទហើយយើងមានទឹកមានចំណីអីដាក់ឲ្យវាស៊ីអញ្ចឹងទៅបាទនេះគឺចំនួន50ខ្ញុំដាក់បានរយៈពេល4ថ្ងៃហើយបាទគឺល្អមែនតើបងប្អូនណាល្អណាស់អត់មានងាប់អីមួយទេបាទឲ្យតែយើងបកកែការពារឲ្យតែយើងចេះវិធីការពារវាហ្នឹងគឺកូនទាទាំងអស់នេះវាអត់អាចងាប់បានទេបាទល្អដូចខ្ញុំវគ្គមុនអញ្ចឹងដែរវគ្គមុនគឺខ្ញុំដាក់50ចឹងដែរហើយខ្ញុំមានទីសាសដើម្បីការពារកុំឲ្យកូនទានឹងងាប់អញ្ចឹងហើយគឺគ្មានងាប់មែនបងប្អូនតែមួយអត់មានងាប់ទេបាទ50គឺនៅទាំង50ហើយអញ្ចឹង50ទាំងអស់នោះគឺខ្ញុំបានលក់អស់ហើយបាទមកចាប់អស់ហើយខ្ញុំចាប់រយៈពេលហើយជាចូលមួយខែហើយបងប្អូនហើយបានដាក់ក្រោយនេះទៀតបាទចាប់ពីពេលនេះទៅខ្ញុំមានវីដេអូដើម្បីបង្ហាញឲ្យបងប្អូនទស្សនាទៀតហើយបាទហើយខ្ញុំមានវីដេអូជាច្រើនដើម្បីបង្ហាញបងប្អូនដើម្បីទស្សនាបាទដូចនេះអញ្ចឹងគឺកដោបបងប្អូននេះគឺត្រង់កដោបរបស់ខ្ញុំបាទនោះបងប្អូនបាទយើងមើលពីចម្ងាយអញ្ចឹងវាអត់សូវឃើញទេបាទតែយើងរូតវាទៅអីនេះបងប្អូនរូតព្រុលតែម្ដងបាទនេះគឺអាយុបានខ្ទង់23 24ថ្ងៃហើយបងប្អូនណាបាទប៉ុណ្ណឹងហើយបាទនៅតែ20ថ្ងៃជាងទៀតទេយើងបានចាប់ទៀតណាបាទហើយកដោបនេះវា40ថ្ងៃជាងអញ្ចឹងណាបាទហ្នឹងហើយជាមួយខ្ញុំបង្ហាញកូនមន់របស់ខ្ញុំទៀតបាទគឺដាក់គ្រប់យ៉ាងតែម្ដងបងប្អូនមានទាផងមន់ផងកដោបផងអីចឹងណាបាទនោះខ្ញុំតម្លាក់ឲ្យនោះបាទមកស្បុកដែរ9មន់វាធំហើយឥឡូវខ្ញុំបញ្ចេញវាត្រង់ហើយប៉ុន្តែនេះគឺតូចខ្ញុំអត់បញ្ចេញពីត្រង់ទេបាទដើម្បីយើងដាក់ឲ្យវានៅក្នុងត្រង់នឹងសិនទៅយប់ឡើងយើងស្រួលការពារវាកុំឲ្យវាល្ងាកុំឲ្យអីចឹងណាយើងពាត់ឲ្យជុំចិត្តទៅត្រង់បាទហើយក៏វាសុខភាពល្អហ្នឹងហើយអរគុណច្រើនបងប្អូនតែបានទស្សនានៅក្នុង channel YouTube របស់ខ្ញុំបាទហើយកុំភ្លេចជួយ subscribe channel ខ្ញុំបាទម្នាក់ដោយផងបាទអរគុណជំរាបលា